លោក Trump បដិញ្ញាចរចាដោយផ្ទាល់ជាមួយលោក Xi Jinping ដោយបដិសេធលោក Elon Musk ពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកលើប្រទេសចិនប្រធានាធិបតីអាមេរិកបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនចង់ធ្វើខុសសង្គ្រាមជាមួយទីក្រុងប៉េកាំងទេខណៈដែលគាត់និយាយអំពីទំនាក់ទំនងដ៏ល្អរបស់គាត់ជាមួយមេដឹកនាំចិន Xi Jinping ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្របានរំលឹកឡើងវិញពីចេតនារបស់គាត់ក្នុងការតាក់ទងដោយផ្ទាល់ជាមួយប្រធានាធិបតីចិនលោក Xi Jinping ខណៈពេលដែលបានច្រានចោលការជាប់ពាក់ព័ន្ធរបស់ទីប្រឹក្សាជិតស្និទ្ធរបស់គាត់គឺលោក Elon Musk នៅក្នុងយុទ្ធសាស្ត្រណាមួយតាក់ទងនឹងទីក្រុងប៉េកាំងលោក Trump បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនចង់ធ្វើខុសសង្គ្រាមជាមួយប្រទេសចិនទេហើយដោយថ្លែងទៅកាន់របាយការណ៍របស់ New York Times អំពីថាតើ Musk ទទួលបានព័ត៌មានរសើបរបស់មន្ទីរបញ្ចកោណអំពីប្រទេសនេះប៉ុណ្ណាមេដឹកនាំអាមេរិកបាននិយាយថាគាត់នឹងមិនចែករំលែកព័ត៌មានលម្អិតបែបនេះជាមួយគាត់ទេដោយលើកឡើងពីផលប្រយោជន៍អាជីវកម្មរបស់មហាសេដ្ឋីនៅទីនោះក៏ខ្ញុំនឹងនិយាយទៅកាន់ប្រធានាធិបតី Xi Jinping ក៏គាត់បានប្រាប់អ្នកកាសែតនៅការិយាល័យ Oval នៅថ្ងៃសុក្រដោយនិយាយថាគាត់មានទំនាក់ទំនងដ៏អស្ចារ្យជាមួយមេដឹកនាំចិន